đây bóng bồnថ្ងៃនេះមកបេះស្វាយទៀតហើយបងប្អូនណាស្វាយពេញដើមដោយសារតែវាជ្រុះពេកបងប្អូនខែភ្លៀងហើយស្វាយទុំពេញដើមអត់អ្នកបេះឥឡូវមករៀបចំបេះទៀតហើយបងប្អូននេះកត្រងមានកត្រងនេះមួយបងប្អូននេះផ្លែដល់កស្វាយនេះហេដល់កបងប្អូននោះទៀតហ៎អញ្ចឹងទៅអត់បេះសัตว์ចឹកសัตว์អីស៊ីអស់ហើយបងប្អូនណាម្ដងមកធុងបងប្អូនបេះម្ដងមកធុងហ្នឹងដាក់គ្រាន់បទុមឲ្យយាយគាត់ហូបផងអីផងអញ្ចឹងណាឥឡូវមកបេះឲ្យបានមកធុងនេះទុកឲ្យយាយនេះបងប្អូនអូនេះគ្រាន់តែនេះភ្លាមគឺធ្លាក់ខ្ពាក់មកវាទុំហ៎បងប្អូនអូអត់ជ្រុះបាត់ទេអូនេះបងប្អូននេះវាទុំលើដើមអញ្ចឹងគឺសัตว์ចោះហើយបងប្អូនហើយទុំលើដើមមកនេះឃើញទេល្អមែនទែនបងប្អូនកបងប្អូននេះបើតែមកផ្លែតសោះនេះហើយអានេះទុំលើដើមបងប្អូននេះខ្ញុំបេះវាទុកដាក់លើគេអូល្អមែនទែនបងប្អូននេះទុំលើដើមមែនតែល្អស្វាយនេះបេះដាក់លើគេទុកឲ្យយាយគាត់ហូបនេះបងប្អូនអូយស្ដាយស្វាយបងប្អូនអើយអូនេះបងប្អូនដល់កនៅច្រើនទៀតបងប្អូននៅច្រើនទៀតនៅច្រើនណាបើថាណាទុំយើងបេះមុនអញ្ចឹងបងប្អូនការពារវាជ្រុះចោលអាណាទុំយើងបេះមុនច្រើនណាបងប្អូនឡើងបាច់យឺជោគហ៎បេះស្វាយបងប្អូននេះឃើញបានមកកេះបងប្អូនអូច្រើនណាស់បងប្អូននេះបើអាខាងនេះទៀតគឺផ្លែឡើងពេញដើមហ្មងនេះទុកវាបេះក្រោយបេះមួយដើមនោះចង់ស្បើយដែរមួយដើមខាងនោះនៅនេះបងប្អូនផ្លែច្រើនមែនទេនេះដល់កបើដឹងតែដាំហឺតមានអ្នកហូបអញ្ចឹងបងប្អូនអើយអត់ដាំតែ2ដើមបានណាហើយដាំជិតចូល10ដើមហើយបងប្អូនហើយហូបណាទាន់ស្វាយនេះអាសាយើងអត់មានអ្នកទិញនេះសត្វស្វាយឃើញទេឃើញអញ្ចឹងផ្លែច្រើនណាបងប្អូនឃើញទេនេះបើមើលនេះវិញអូសត្វស្វាយបងប្អូនឃើញទេផ្លែច្រើនមែនតើបើមុនឡើយអូបានស្វាយចេះរត់បុកក្បាលគ្នាដដើមស្វាយពេលស្វាយជ្រុះណាបងប្អូនតែឥឡូវស្វាយជ្រុះអត់មើលផងវាបបោវាច្រើនពេក